យើងសិក្សាជំនាញជីវេទនៅព្រឹកថ្ងៃច័ន្ទទី15ខែមិថុនាឆ្នាំ2026សិស្សានុសិស្សនិស្សិតលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍អបអរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ក្រុមប្រធានបទTVET ដល់ជំនាញការងារនិងប្រាក់ចំណូលដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសុករស់អភិបាលរងខេត្តកែបព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការយល់ដឹងនិងការចូលរួមរបស់សហគមន៍ក្នុងការគាំទ្របច្ចេកទេសនិងវិជ្ជាជីវៈដែលជាគន្លងសំខាន់មួយដល់ការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយកម្មវិធីនៅក្នុងនោះរួមមានដូចជាការដាក់ស្នាដៃសមត្ថភាពរបស់សិស្សនិស្សិតបច្ចេកទេសនានារួមទាំងសាលាបច្ចេកទេស Don Bosco ខេត្តកែបផងដែរយើងជាសាលាបច្ចេកទេស Don Bosco ទាំងលោកគ្រូអ្នកគ្រូទាំងកូនសិស្សហើយនៅថ្ងៃនេះយើងមកសម្រាប់កម្មវិធី TVET ដែលជាកម្មវិធីក្រសួងការងារណាហើយនៅកាយគេយើងមានការមន្ទីរអប់រំទាំង Don Bosco កែបនៅដែលមានកម្មវិធី TVET សាលាបច្ចេកទេស Don Bosco កាយគេយើងមានផ្នែកអគ្គិសនីផ្នែកលេខាធិការផ្នែក IT ទាំងផ្នែកទំនាក់ទំនងសង្គមហើយនៅរោងការងារប្រហែលជាង500នាក់ជាយុវជនយុវនារីមកពីគ្រប់ខេត្តណានៅប្រទេសកម្ពុជានៅសម្រាប់រៀនរយៈពេល2ឆ្នាំរៀនជំនាញគឺជា2ឆ្នាំដែលទទួលសញ្ញាបត្ររងណាបន្តមកគេមានឱកាសបន្តនៅសាកលវិទ្យាល័យនៅប្រទេសកម្ពុជាយើងដូច្នេះហើយគឺថ្ងៃនេះគឺជាថ្ងៃសំខាន់ណាលោកសុករស់អភិបាលរងខេត្តកែបបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអធិភាពរបស់រាជរដ្ឋាភិបាលប្រកបដោយឆន្ទៈមោះមុតព្រមទាំងកោតសរសើរដល់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តសហគ្រាសគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណជនអង្គការសមាគមនិងដៃគូអភិវឌ្ឍជាពិសេសវិស័យឯកជនដែលបានផ្ដល់កិច្ចសហការគាំទ្រនិងចូលរួមក្នុងការជំរុញឲ្យមានការប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះលើកទឹកចិត្តដល់សិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលកម្មករនិយោជិតនយោជកនិងផ្នែកឯកជនព្រមទាំងសាធារណជនទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តកែបតែងតែគាំទ្រលើកកម្ពស់វិស័យនេះជាប្រចាំដោយរួមដៃជាមួយស្ថាប័នអប់រំនិងដៃគូអភិវឌ្ឍដើម្បីធានាថាយុវជនមានឱកាសចូលរួមក្នុងការអភិវឌ្ឍខ្លួនឯងនិងសង្គមជាអ្នកដឹកនាំនាជំនាន់ក្រោយគូបញ្ជាក់ផងដែរថាការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់បង្ហាញពីតម្លៃនៃការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈដែលជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍការងារក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព